នៅលើបឹងទន្លេសាបមានក្មេងប្រុសម្នាក់ឈ្មោះតារាគាត់រស់នៅជាមួយម្ដាយក្នុងផ្ទះលើទឹកជីវិតពួកគេមិនសូវងាយស្រួលទេតារាចេញទៅចាប់ត្រីរៀងរាល់ថ្ងៃប៉ុន្តែគាត់មិនបានត្រីច្រើនទេគាត់មានការព្រួយចិត្តខ្លាំងមួយថ្ងៃគាត់ចាប់បានត្រីអស្ចារ្យមួយត្រីនោះភ្លឺចេញចាំងដូចពន្លឺមាសវាមិនមែនជាត្រីធម្មតាទេត្រីនិយាយទៅតារាវាសុំឲ្យគាត់ដោះលែងវាសន្យាថានឹងផ្ដល់ពរជ័យតារាមានចិត្តល្អគាត់សម្រេចចិត្តដោះលែងត្រីវិញគាត់មិនចង់ធ្វើឲ្យវាឈឺចាប់ទេមនុស្សខ្លះមិនជឿតារាទេតាសុកសោចនឹងនិយាយថាវាគ្រាន់តែជារឿងស្រមៃតារានៅតែជឿលើអ្វីដែលគាត់បានធ្វើថ្ងៃបន្ទាប់តារាចាប់បានត្រីច្រើនសំណាញ់របស់គាត់ពោពេញដោយត្រីគាត់មានការរំភើបចិត្តណាស់តារាចែកត្រីទៅអ្នកភូមិម្ដាយរបស់គាត់សប្បាយចិត្តណាស់ភូមិពោពេញដោយសេចក្តីរីករាយតាសុកចាប់ផ្ដើមគោរពតារាគាត់យល់ថាចិត្តល្អគឺសំខាន់តារាបានបង្ហាញពីការល្អចាប់ពីថ្ងៃនោះជីវិតតារាបានផ្លាស់ប្ដូរគាត់រស់នៅដោយសេចក្តីសុខមនុស្សគ្រប់គ្នាចងចាំថាចិត្តល្អនាំមកនូវពរជ័យ